រដ្ឋបាលខេត្តស្វាយរៀងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនលើទឹកដីជាង53ហិកតាក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រយុទ្ធប្រឆាំងនិងដោះស្រាយបញ្ហាគ្រឿងញៀននៅព្រឹកថ្ងៃពុធទី27ខែឧសភាឆ្នាំ2026លោកម៉ែនអេងអភិបាលរងខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានិងចុះសិក្សាស្រាវជ្រាវផ្ទាល់នៅទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាមួយប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រតិភូភាគីវៀតណាមត្រូវបានដឹកនាំដោយលោកវីរៈសេនីយ៍ឯកងាវវ៉ាន់គឿងអនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនក្រសួងនគរបាលវៀតណាមក្រោមកិច្ចសម្របសម្រួលនិងសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាអជបកកិច្ចប្រជុំពិភាក្សាការងារជួបជុំគ្នានៅសាលាខេត្តស្វាយរៀងនាពេលព្រឹកភាគីទាំងពីរបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សាដោយផ្ដោតលើការពិនិត្យប្លង់មេនិងផែនទីភូមិសាស្ត្រនៃទីតាំងសំណង់ការរៀបចំយន្តការគាំទ្រផ្នែកបច្ចេកទេសនិងសម្ភារៈបរិក្ខារការធានាសន្តិសុខសណ្ដាប់ធ្នាប់និងការសម្របសម្រួលផ្លូវច្បាប់ក្នុងដំណើរការអនុវត្តគម្រោងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាយ៉ាងម៉ឺងម៉ាត់នៅសាលាខេត្តរួចមកនាពេលរសៀលថ្ងៃដដែលក្រុមការងារចម្រុះនៃភាគីទាំងពីរកម្ពុជាវៀតណាមបានអញ្ជើញចុះទៅដល់ទីតាំងដីជាក់ស្ដែងដែលមានស្ថានភាពដូចតទៅទីតាំងគម្រោងស្ថិតនៅក្នុងភូមិក្រសាំងឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀងទំហំផ្ទៃដីគម្រោងនេះនឹងត្រូវស្ថាបនាឡើងនៅលើផ្ទៃដីដ៏ធំធាត់ដែលមានទំហំរហូតដល់53ហិកតាការសិក្សាផ្លូវដឹកជញ្ជូនក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យស្ថានភាពផ្លូវថ្នល់និងសិក្សាលទ្ធភាពនៅច្រកព្រំដែនអន្តរជាតិមឿនជ័យខេត្តព្រៃវែងដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការសម្របសម្រួលដឹកជញ្ជូនសម្ភារៈសំណង់បរិក្ខារបច្ចេកទេសផ្សេងៗពីប្រទេសវៀតណាមមកកាន់ការដ្ឋានសំណង់ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទានេះគឺជានិមិត្តរូបនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងវៀតណាមក្នុងការរួមចំណែកកាត់បន្ថយក៏ដូចជាលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសហគមន៍ព្រមទាំងជួយសង្គ្រោះនិងស្ដារសមាហរណកម្មអ្នកញៀនគ្រឿងញៀនឲ្យមានឱកាសវិលត្រឡប់មកចូលរួមអភិវឌ្ឍសង្គមជាតិវិញប្រកបដោយសក្ដានុពល